សារពីខ្ញុំអាយុ17 ឆ្នាំខ្ញុំមានសង្សារមានស្នេហាអញ្ចឹងគឺខ្ញុំពេលដែលគិតដល់រឿងអនាគតរៀបការមានកូនឡងពេលហ្នឹងអាចថាខ្ញុំមានបទពិសោធន៍រស់នៅតិចតួចប៉ុន្តែខ្ញុំជឿជាក់លើខ្លួនឯងថាខ្ញុំអាចបង្កើតគ្រួសារមួយបានហើយដល់ខ្ញុំមើលទៅលើជុំវិញខ្លួនខ្ញុំជាក់ស្ដែងថាការដែលបង្កើតគ្រួសារគឺដូចអត់សូវមានអីពិបាកទេគ្រាន់តែយើងមើលថែកូនយើងឲ្យបានល្អរស់នៅបែបសាមញ្ញអញ្ចឹងហើយការរស់នៅរបស់ខ្ញុំគឺនៅតំបន់ស្រុកស្រែទេបងប្អូនអញ្ចឹងការគិតរបស់ខ្ញុំមើលឃើញទៅបរិបទដែលខ្ញុំរស់នៅរាល់ថ្ងៃហ្នឹងមិនគឺខ្ញុំគិតថាខ្ញុំក៏អាចធ្វើបានដែរប៉ុណ្ណឹងប៉ុន្តែអំឡុងពេលហ្នឹងគឺខ្ញុំអត់មានបានរៀបការឬក៏សាងគ្រួសារទេគឺខ្ញុំត្រូវរៀនបន្តហើយខ្ញុំដើរទៅមុខទៀតហើយខ្ញុំបានដើរឆ្ងាយច្រើនខ្ញុំនៅផ្ទះបែកគ្រួសារហើយត្រូវទៅរៀននៅឆ្ងាយអញ្ចឹងធ្វើឲ្យខ្ញុំបានឃើញទស្សនវិជ្ជាខាងក្រៅថាទូលំទូលាយប៉ុណ្ណាហើយការដើរទៅមុខហ្នឹងវាបែបមិនខ្លះគឺវាអត់មានតូចតាចដូចអ្វីដែលខ្ញុំធ្លាប់គិតពីមុនទេបន្ទាប់ពីបានរៀននៅសាលាឆ្ងាយបានចូលប្រឡូកនៅក្នុងការងារជាមួយនឹងមនុស្សផ្លាយជាច្រើនក្រុមការងារថ្មីធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍មកថ្មីទៀតថាជីវិតរបស់យើងគឺមានមនុស្សជាច្រើនដែលយើងត្រូវរៀនសូត្រមានការងារជាច្រើនដែលយើងអត់ធ្លាប់ធ្វើអត់ធ្លាប់ដឹងនៅពេលហ្នឹងខ្ញុំចាប់ផ្ដើមភ្ញាក់ខ្លួនថាតាមពិតណាកំឡុងពេលខ្ញុំអាយុក្មេងខ្ចីហ្នឹងខ្ញុំចង់សាងគ្រួសារលឿនហ្នឹងគឺជាការដែលខ្ញុំគិតថាខ្ញុំគិតខុសបើពេលហ្នឹងខ្ញុំគ្រាន់តែមានសង្សារមានស្នេហាគឺអត់ខុសទេប៉ុន្តែអ្វីដែលខ្ញុំគិតថាខ្ញុំខុសពេលហ្នឹងគឺខ្ញុំប្រញាប់សាងគ្រួសារវីដេអូនេះបើសិនជាបងប្អូនជំនាន់ក្រោយបានឃើញវីដេអូខ្ញុំហើយមើលដល់ចប់គឺល្អដែរដូចជាបានស្ដាប់ការចែករំលែករបស់ខ្ញុំអញ្ចឹងបងប្អូនដែលគាត់នៅក្មេងខ្ចីគាត់ធ្លាប់បានឆ្លងកាត់រឿងរ៉ាវច្រើនទេគឺកុំគិតអីលឿនពេកអីតែពិតការមានគ្រួសារគឺវាអត់មិនថាពិបាកឯណាទេបើយើងចង់បានលក្ខណៈបែបធម្មតាប៉ុន្តែយើងត្រូវគិតទៅថ្ងៃអនាគតថាតើយើងអាចព្រមទទួលយកអ្វីដែលយើងកំពុងបង្កើតនឹងបានអត់ដូចខ្ញុំពីមុនខ្ញុំគិតថាខ្ញុំចង់បានតែគ្រួសារសាមញ្ញធម្មតាតែដល់ពេលខ្ញុំដើរទៅមុខទៅគឺអត់អញ្ចឹងទេអំឡុងពេលហ្នឹងអាចនឹងធម្មតាតែទៅមុខទៀតអត់ធម្មតាទេការគ្រប់គ្រងគ្រប់បែបយ៉ាងហើយយើងចង់ឲ្យសុខភាពយើងល្អគ្រួសារល្អសុខភាពកូនល្អអញ្ចឹងហើយយើងអត់អាចគិតធម្មតាបានទេចានៅពេលដែលយើងខ្លួនមួយមិនថាចំណាយអីមួយគឺវាអត់សូវពិបាកទេប៉ុន្តែនៅពេលដែលយើងមានប្តីហើយយើងមានកូនទៀតចាជាពិសេសគឺកូននឹងតែម្ដងយើងជាពុកម្ដាយតែចង់ឲ្យកូនមានសុខភាពល្អសារសម័យថ្មីនេះគឺតម្រូវការថវិកាច្រើនដើម្បីមើលថែកូនហើយដើម្បីគ្រប់គ្រងគ្រួសារយើងដូចគ្នាបើមិនជាយើងមានពេលវេលាមើលថែគាត់គ្រប់គ្រាន់ពិតមែនប៉ុន្តែយើងអត់មានថវិកាគ្រប់គ្រាន់សម្រាប់គ្រប់គ្រងជីវភាពប្រចាំថ្ងៃទេអាហ្នឹងក៏ជាបញ្ហាពេលយើងគិតខិតខំរកចំណូលបន្ថែមប៉ុន្តែបើយើងអត់មានពេលជាមួយកូនអាហ្នឹងវាជាបញ្ហាទៀតអញ្ចឹងនិយាយពីដើមមកខ្ញុំចង់និយាយពីបញ្ហាលុយកាក់មែនហ្នឹងគឺជាចំណុចដែលត្រូវដែរពីព្រោះអីនៅពេលដែលយើងរៀបការនៅក្មេងខ្ចីពេកអាចថាចំណូលរបស់យើងគឺនៅមានតិចនៅឡើយមួយទៀតប្រសិនជាបងប្អូនគិតថាចង់ចាប់ដៃគ្នាសាងគ្រួសារចាំរកលុយជាមួយគ្នាហើយចាំយកកូនអាហ្នឹងក៏អត់សូវអីដែរតែវាភាគច្រើនបញ្ហាហ្នឹងក៏វានៅតែមានច្រើននៅក្នុងសង្គមដែររៀបការហើយគិតថាពី3ឆ្នាំទៀតចាំយកកូនប៉ុន្តែអំឡុងពេលពី3ឆ្នាំហ្នឹងយើងគឺរកចំណូលបានតិចមែនតើអញ្ចឹងក៏នៅតែអាចគ្រប់គ្រងគ្រួសារយើងបានដូចគ្នាហើយចង់បើសិនជាយើងមានកូនដោយអត់បានព្រៀងទុកស្រាប់តែរៀបការបាន1ឆ្នាំហ្នឹងស្រាប់តែមានកូនបានកន្លះឆ្នាំក្រោយអាហ្នឹងរត់ធ្វើយើងយ៉ាប់យើងបងប្អូនប្រកាសជាគិតថាវាមិនដែរទេគ្រាន់តែមានកូនសឹមឲ្យបានត្រូវដាក់បន្ទុកថាកូនជាបន្ទុកឬក៏យ៉ាប់យើងនេះនៅពេលដែលបងប្អូនឆ្លងកាត់ជាក់ស្ដែងមិនដឹងថាវាយ៉ាងម៉េចគ្រាន់តែខ្ញុំមិនសូវចេះនិយាយបញ្យល់ថាវាលំបាកបែបម៉េចខ្លះប៉ុន្តែជាទូទៅម៉ាក់ប៉ាណាក៏ដោយគឺគាត់តែចង់ឲ្យកូនគាត់ល្អមានសុខភាពល្អអញ្ចឹងការដែលកូនមានសុខភាពល្អគឺផ្ដើមចេញពីយើងហ្នឹងហើយផ្ដើមចេញពីយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែគាត់ចិញ្ចឹមគាត់អត់មានថវិកាគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគាត់នៅពេលដែលគាត់ឈឺឬក៏ទិញទៅដោះគោឲ្យកូនអត់គ្រាន់តែដឹងថាកូនចាប់កំណើតមកក្នុងពោះរបស់យើងភ្លាមនិយាយពីម៉ាក់គឺថែទាំសុខភាពខ្លួនឯងញ៉ាំអាហារដែលមានសុខភាពល្អញ៉ាំផ្លែឈើគឺធ្វើការចំណាយលុយដើម្បីទិញម្ហូបឆ្ងាញ់ល្អដើម្បីអីគឺកូនមិនថាអាហារបំប៉នឬក៏វីតាមីនទេរហូតដល់ពេលកូនសម្រាលត្រូវការជ្រើសរើសទៅដោះគោក៏ដូចជាសម្ភារៈប្រើប្រាស់របស់កូនឲ្យបានត្រឹមត្រូវដើម្បីមើលថែកូនឲ្យមានសុវត្ថិភាពរហូតដល់កូនកាន់តែធំឡើងគឺកាន់តែមានចំណាយផ្សេងទៀតហើយបើចំណាយតែម្ដាយវិញនិយាយពីថារវល់ជាប់តែម្ដងគឺជាប់ជាមួយកូននឹងហើយគឺអាចថាយើងបោះបង់ចំណូលខាងក្រៅអញ្ចឹងណាដើម្បីអីយើងមានពេលវេលាគ្រប់គ្រាន់ដើម្បីចិញ្ចឹមមើលថែកូនហើយការចិញ្ចឹមមើលថែហ្នឹងបើយើងចង់ឲ្យកូនយើងល្អគឺយើងមិនចិញ្ចឹមលេងទៀតបងប្អូនយើងត្រូវចិញ្ចឹមបែបគុណភាពទៀតគុណភាពនឹងមិនគុណភាពមានន័យថាយើងត្រូវចិញ្ចឹមគាត់ប្រើជ្រើសរើសចំណីមិនថាសម្ភារៈប្រើប្រាស់ឬក៏សម្ភារៈរៀនសូត្ររបស់គាត់ទេគឺយើងត្រូវការទិញឲ្យគាត់ហើយយើងត្រូវមានពេលវេលាដើម្បីបង្រៀនហើយលេងជាមួយគាត់ទៀតនៅពេលនោះខ្ញុំធានាថាកូនម៉ាក់ប៉ាទាំងអស់គ្នានឹងអាចធំឡើងគឺជាក្មេងល្អហ្មងមិនបាទខ្ញុំហ៊ាននិយាយអញ្ចឹងកូននៅពេលដែលយើងចិញ្ចឹមមើលថែគាត់បានល្អតាំងពីក្មេងហើយយើងនៅក្បែរមើលថែគាត់អប់រំណែនាំគាត់ឲ្យល្អគឺគាត់អាចនឹងល្អនៅធំឡើងជាក់ស្ដែងហ្មងប៉ុន្តែបើសិនជាយើងអត់មានពេលវេលាក្នុងការមើលថែគាត់យើងខ្សត់ទុនធានអញ្ចឹងយើងត្រូវការរកចំណូលខាងក្រៅអញ្ចឹងគឺច្បាស់ហើយទុកកូនចោលឲ្យអ្នកនេះអ្នកនោះមើលអញ្ចឹងទៅអញ្ចឹងហើយអាចនិយាយបានថាកូនបងប្អូនទាំងគ្នាគឺឈឺស្កាត់ច្រើនញឹកញាប់ខ្លាំងមែនតើលើបាត់ពិសោធន៍របស់ខ្ញុំជាក់ស្ដែងកូនខ្ញុំមិនទាន់ជាធំណាស់ណាទេប៉ុន្តែខ្ញុំសង្កេតមើលថាកូនខ្ញុំគឺអត់ងាយឈឺទេបងប្អូនទាំងគ្នាខ្ញុំអាចនិយាយចឹងបានហ្មងខ្ញុំមើលថែកូនជាមួយប្តីរបស់ខ្ញុំកូនខ្ញុំអត់ងាយឈឺប្តីផ្ដាស់ហើយក៏ជាអាចនិយាយបានថាជាក្មេងមួយដែលមានការលូតលាស់លឿនហើយគាត់មានសុខភាពផ្លូវចិត្តល្អបងប្អូនមានន័យថាគាត់ឃើញមុខម៉ាក់ប៉ាជារៀងរាល់ថ្ងៃគាត់បានរៀនសូត្រពីម៉ាក់ប៉ាជាច្រើនអញ្ចឹងនិយាយតាំងពីដើមរហូតដល់ចប់ខ្ញុំចង់មានន័យអ្វីទៅខ្ញុំគ្រាន់តែចង់រំលឹកដល់បងប្អូនជំនាន់ក្រោយទាំងប្រុសទាំងស្រីកុំប្រញាប់សាងគ្រួសារខ្លាំងពេកយើងនៅក្មេងខ្ចីពេកយើងអត់ទាន់បានឆ្លងកាត់រឿងរ៉ាវជាច្រើនអញ្ចឹងនៅពេលដែលយើងប្រញាប់សាងគ្រួសារពេកអាចនឹងងាយបែកបាក់គ្នាឆេវឆាវអត់ងាយយល់ពីគ្នាតែខ្លះទៅត្រូវលែងលះគ្នាទាំងមានកូនហើយនៅក្មេងខ្ចីទៀតហើយមួយទៀតនៅពេលបងប្អូនឆាប់សាងជីវិតគ្រួសារពេកបងប្អូនបាត់បង់ឱកាសការងារជាច្រើនព្រោះវ័យបងប្អូននៅក្មេងគឺវ័យសិក្សារៀនសូត្រនិងខំប្រឹងធ្វើការរកចំណូលពេលដែលយើងរៀនបានតិចពេកយើងអត់សូវចេះគ្រប់គ្រងអារម្មណ៍ទៀតចំណូលមានតិចទៀតហើយអត់មានការងារច្បាស់លាស់បងប្អូនសាងគ្រួសារទៅនោះនឹងឆាប់ឆ្លោះគ្នាហើយរកម្មរកូររហូតអត់មានក្តីសុខអត់មានសុភមង្គលទេអញ្ចឹងបើចង់មានគ្រួសារដែលមានសុភមង្គលព្យាយាមអភិវឌ្ឍខ្លួនឯងបង្កើនសមត្ថភាពខ្លួនឯងឲ្យអស់សិនបន្ទាប់មកចាំយើងបង្កើតគ្រួសារនៅពេលដែលយើងពូកែមិនថាបងប្រុសបងស្រីទេគឺនឹងទទួលបានគូអនាគតដ៏ល្អហើយចាស់កំណត់ដោយសារតែគាត់បានឆ្លងកាត់វែងឆ្ងាយចំពោះម៉ាក់ថ្មីថ្មោងមើលវីដេអូចែកច្រាប់មួយហ្នឹងគឺត្រូវមែនតើគាត់របស់ខ្ញុំអត់ងាយ
ងាយឈឺស្កាត់ដែរគឺដោយសារតែខ្ញុំអត់ដែលមើលរំលងពីចំណុចតូចៗឡើយមិនថាកំប៉ុងដកគោចានញ៉ាំបាយញ៉ាំបបរឬក៏សម្ភារៈរៀនសូត្រលេងគឺខ្ញុំត្រូវសម្អាតឲ្យបានស្អាតជានិច្ចគឺខ្ញុំមិនអាចធ្វើប្រហែលត្រង់ចំណុចតូចៗអស់នឹងឡើយដោយសារអីកូនលេងគឺកូនតែងតែចាប់បៀមរបស់លេងហើយបើកូននៅកាន់តែតូចទៀតគឺងាយឆ្លងមេរោគខ្លាំងមែនទែនផ្សែងសាមនីមួយៗគឺមានអត្ថប្រយោជន៍ផ្សេងៗគ្នានិងតួនាទីផ្សេងៗគ្នាផ្សែងសាមមួយណាដែលសមស្របជាមួយម៉ាក់ប៉ាកំពុងប្រើប្រចាំថ្ងៃគឺម៉ាក់ប៉ាអាចប្រើមួយនឹងបានម៉ាក់អាចចំណាំលើកញ្ចប់បានពីកញ្ចប់ពណ៌សលាយខៀវបន្តិចគឺប្រើប្រាស់ប្រចាំថ្ងៃសម្រាប់គ្រួសារទាំងមូលការបដូរខោទឹកនោមជូតគូតកូនសម្អាតដៃមុខមាត់និងសម្អាតសម្ភារៈផ្សេងៗលក្ខណៈគ្រួសារជាដើមចំណែកកន្សែងសើមពណ៌ខៀវវិញសម្រាប់ជូតសម្អាតពេលញ៉ាំអាហារផលិតឡើងដោយសុវត្ថិភាពសម្រាប់ក្មេងៗរូបមន្តស្រាលសម្រាប់ដៃនិងមាត់គឺបង្កើតឡើងសម្រាប់ជូតមាត់ជូតដៃកូននៅពេលដែលកូនញ៉ាំអាហារជូតសម្អាតមាត់កូនជាប្រចាំថ្ងៃក៏អត់មានធ្វើឲ្យប៉ះពាល់ដល់មាត់អូនដែរចំណែកកន្សែងសើមពណ៌បែបផ្ទៃមេឃគឺការពារដោយគ្មានជាតិអាល់កុលអាចសម្លាប់មេរោគបានរហូតដល់99.99%សាច់កន្សែងទន់សមស្របសម្រាប់ដៃក្មេងស្វិតល្អអាចសម្អាតគ្រប់សម្ភារៈផ្សេងៗដូចជាបង្គន់ថាសទូរស័ព្ទឬក៏ប្រដាប់ក្មេងលេងគ្មានជាតិអាល់កុលមិនធ្វើឲ្យរលាកដៃមិនធ្វើឲ្យស្ងួតមានសុវត្ថិភាពសម្រាប់ស្បែកក្មេងនិងបានធ្វើតេស្តដោយលោកគ្រូជំនាញសើស្បែក Dermatest ប្រទេសអាល្លឺម៉ង់សម្រាប់បាក់តេរីបានល្អស័ក្តិសមនឹងសុវត្ថិភាពសម្រាប់ប្រើប្រាស់ជាគ្រួសារចំណែកកញ្ចប់ពណ៌ផ្ទៃមេឃស្រាលវិញគឺគុណភាពកាន់តែប្រណិតមានកម្រាស់ក្រាស់សាច់កន្សែងសើមទន់ល្មើយកម្រាស់ទ្វេដងងាយស្រួលជូតសម្អាតបានស្អាតល្អសម្រាប់ម៉ាក់ប៉ាដែលចង់បានអារម្មណ៍កាន់តែល្អនិងសុវត្ថិភាពសម្រាប់ដៃនិងមុខមាត់គឺជ្រើសរើសយកពណ៌ផ្ទៃមេឃស្រាលបានហើយគ្រប់ផលិតផលរបស់ក្រុមហ៊ុន BP ដូចជាកន្សែងសើមជាដើមគឺមានបញ្ជាក់ logo Dermatest នៅជាប់កញ្ចប់ចំពោះម៉ាក់ដែលមានគម្រោងសម្រាប់ baby កុំភ្លេចជ្រើសរើសប្រើជាមួយនឹងកន្សែងសើម BP ទាំងអស់គ្នាម៉ាក់ដែលមានកូនតូចក៏ដូចគ្នាដែរជ្រើសរើសកន្សែងសើមឲ្យបានត្រឹមត្រូវផងណា